អត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយថ្ងៃទី23ខែមីនា ឆ្នាំ2026កម្មការនីរោងចក្រម្នាក់ត្រូវបានផ្តន្ទាទោសពីបទញុះញង់និងប្រមាថជំវិញការបង្ហោះសារពីបញ្ហាព្រំដែនលើបណ្ដាញសង្គមនៅរសៀលនេះសាលាដំបងរាជធានីភ្នំពេញសម្រាប់ផ្តន្ទាទោសលោកស្រីហុលមនីសាម៉នអាយុ36ឆ្នាំជាកម្មការនីរោងចក្រចំពោះបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងបទប្រមាថអ្នករាជការសាធារណៈយោងតាមបញ្ញត្តិមាត្រា494 495និង502នៃក្រមព្រហ្មទណ្ឌដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល2ឆ្នាំនិងពិន័យជាប្រាក់ចំនួន4លានរៀលប្រមាណជា$1000អាមេរិកជុំវិញការបង្ហោះសារលើFacebook ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជាថៃលោកស្រីមនីសាម៉នត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដោយនគរបាលឯកសណ្ឋានស៊ីវិលខណៈពេលដែលគាត់កំពុងជិះកង់ទៅទិញថ្នាំពេទ្យនៅផ្សារចម្ពោះវ័នខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលោកស្រីត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងក្រោយមកគាត់ត្រូវបានបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញបច្ចុប្បន្ននេះលោកស្រីមនីសាម៉នកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី2រាជធានីភ្នំពេញលោកស្រីមនីសាម៉នជាពលរដ្ឋម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សចំនួន97នាក់ដែលត្រូវបានចាប់ខ្លួនដោយប្រើសិទ្ធិពាក់ព័ន្ធនឹងភាពសកម្មនិយមនិងការបញ្ចេញមតិរបស់ពួកគេដែលត្រូវបានចងក្រងដោយអង្គការលីកាដូសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់អង្គការលីកាដូ www.licado-cambodia.org